មនុស្សប្រុសត្រូវអត់ធន់តស៊ូអត់ធ្មត់ជាមួយនឹងការងារនៅខាងក្រៅមនុស្សប្រុសតែងតែត្រូវការការគោរពការឲ្យតម្លៃពីក្រុមគ្រួសាររបស់គាត់នៅពេលដែលគាត់នឿយហត់នៅខាងក្រៅគាត់អស់កម្លាំងពីខាងក្រៅគាត់ល្វើយគាត់បាក់ទឹកចិត្តគាត់ជួបឧបសគ្គនៅខាងក្រៅផ្ទះរបស់គាត់គឺជាកន្លែងមួយដែលសុវត្ថិភាពមានក្តីសុខមានភាពកក់ក្ដៅបំផុតបងប្អូនស្ត្រីទាំងអស់គ្នាជាពិសេសគឺប្រពន្ធនៅពេលដែលផ្ទះរបស់យើងមិនអាចផ្ដល់ភាពកក់ក្ដៅឲ្យគាត់ផ្ទះរបស់យើងមិនអាចផ្ដល់ស្នាមញញឹមឲ្យគាត់ផ្ទះរបស់យើងคล้ายទៅជាផ្ទះមួយដែលមិនមានសុវត្ថិភាពមិនផ្ដល់តម្លៃឲ្យគាត់ណាបុរសភាគច្រើនអាចទៅរកការឲ្យតម្លៃទៅរកការសប្បាយឬក៏ទៅរកការគោរពនៅខាងក្រៅផ្ទះអញ្ចឹងបងប្អូនទាំងអស់គ្នាដែលជាប្រពន្ធដែលយើងហត់មកពីខាងក្រៅហើយសង្ឃឹមថាបងប្អូនសុភាពនារីមិននាំការលំបាកឲ្យគាត់បន្ថែមទៀតទេបងប្អូនសុភាពនារីត្រូវដល់តម្លៃឲ្យគាត់បងប្អូនសុភាពនារីត្រូវគោរពគាត់ពីព្រោះគាត់គឺជាមេគ្រួសារគឺជាអ្នកដឹកនាំគ្រួសារជាបង្គោលគ្រួសារជាខ្នងបងឯកសម្រាប់គ្រួសារមនុស្សប្រុសគោរពគាត់នឹងគោរពយើងនៅពេលដែលគាត់យល់ថាយើងជាប្រពន្ធយើងគ្រប់គ្រងគាត់ខ្លាយទៅជាកូនរបស់យើងណាគាត់នឹងគិតថាផ្ទះរបស់គាត់លែងមានភាពកក់ក្ដៅហើយផ្ទះរបស់គាត់លែងមានសុខសុវត្ថិភាពដែលគាត់អាចជ្រកកោតបានហើយនៅពេលដែលរឿងហ្នឹងអារម្មណ៍មួយហ្នឹងបានកើតឡើងចំពោះគាត់គ្រួសាររបស់យើងប្រហែលជាមិនមានលទ្ធផលល្អប្រមាណទេអូខេអញ្ចឹងត្រូវតែប្រយ័ត្ន